ខ្លះដូចខ្ញុំទិញចង្រិតបំពងគេប៉ះចំតាចង្រិតគេបំពងសល់គេកម្ដៅមិនដឹងប៉ុន្មានតង់លោកអើយយកមកហូបស្ពោតអត់ជាបានពេលខ្លះក៏បានភ្លក់ពេលខ្លះអត់បានភ្លក់ពេលញ៉ាំចឹងថ្ងៃហ្នឹងខ្ញុំមកទិញចង្រិតយកមកលីងខ្លួនឯងខ្ញុំមិនពងគឺខ្ញុំមកលីងគល់ក្រីចឹងអីសាមញ្ញធម្មតាអញ្ចឹងឃើញចរិតវាពងល្អពេកហើយណាមួយភាគច្រើនទិញគេប៉ះទៅអាគេពងស្រាប់អត់សូវឆ្ងាញ់វាមិនមែនថារសជាតិអីមិនសូវឆ្ងាញ់ទេពេលខ្លះឡើងពងកម្ដៅឡើងលក្ខណៈមួយថាហូបលេងចង់កើតខ្ញុំធ្លាប់ពេលហ្នឹងខ្ញុំអូធីដល់ម៉ោងប៉ុន្មាន6ជាង7ម្ដងចុញមកគេពងនៅម្ដុំមានអីគ្រីមទិញម្ដងហូបហ្នឹងឆ្ងាញ់ក្រោយមកជិះមករៀងភ្លឺតាមផ្លូវមកផ្ទះអីមានគេលក់ចូលទិញតែម្ដងលេងរៀងមក clean យ៉ាងណាក៏អត់ទិញទៀតដឹងមិនអត់វាលក្ខណៈថាដឹងសល់ពីកាលយកមកកម្ដៅដឹងស្រាប់អត់ឆ្ងាញ់